ជម្រាបសួរលោកគ្រូខ្ញុំឈ្មោះហឹមនេះដីមកពីក្រុម ISU 40ហើយខ្ញុំនឹងមកធ្វើការងារ demo firewall ដែល command ufw.version ហ្នឹងខ្ញុំប្រើដើម្បី check version firewall ដែល version វាគឺ 0.36.2 ហើយសម្រាប់ command sudo system ctl status ufw ហ្នឹងខ្ញុំប្រើដើម្បី check ថា firewall ហ្នឹងវាដើរនៅហើយឥឡូវហ្នឹងគឺវាដើរវា active ហើយហើយសម្រាប់ command ufw sudo ufw status ហ្នឹងគឺខ្ញុំប្រើដើម្បី check ថាវា active ឬក៏ inactive ឥឡូវហ្នឹងវា active ហើយ inactive ហើយខ្ញុំនឹងប្រើ command sudo ufw enable ដើម្បីឲ្យវា active ឥឡូវអូខេហើយវា active ហើយខ្ញុំប្រើ command hostname.i ដើម្បី check IP ហើយសម្រាប់ command ish ហើយសម្រាប់ command នេះខ្ញុំប្រើដើម្បី remote ទៅកាន់ database តែឥឡូវហ្នឹងវាអត់ស្គាល់ទេអញ្ចឹងខ្ញុំនឹង ping address នេះវិញដើម្បីវាស្គាល់ដើម្បីវាដឹងថា computer ហ្នឹងវាស្គាល់ជាបន្ទុកអត់ហើយឥឡូវវាស្គាល់ហើយអញ្ចឹងខ្ញុំនឹងចូលមក command sudo system ctl status start ish.service ដើម្បី start ish អូឥឡូវខ្ញុំប្រើ command ហ្នឹង sudo apt install OpenISH server ដើម្បី install ISH ដោយសារតែវាអត់ស្គាល់ឥឡូវហ្នឹងខ្ញុំធ្វើការ install ISH ហើយខ្ញុំនឹងប្រើ command command sudo system ctl start ish service ដើម្បី check មើលថា ish ហ្នឹងវាហើយខ្ញុំនឹងប្រើ command sudo status system ctl status ish.service ហ្នឹងដើម្បី check status ហើយឥឡូវហ្នឹងវាធ្វើការ active ហើយហើយសម្រាប់ command sudo ufw allow ish ហ្នឹងគឺខ្ញុំប្រើដើម្បីឲ្យ firewall ហ្នឹងវា allow ish ឥឡូវហ្នឹងវា allow ហើយខ្ញុំនឹងធ្វើការត្រឡប់ទៅ database ខ្ញុំនឹងមកធ្វើការត្រឡប់មក database ដើម្បីសាក remote ម្ដងទៀតឥឡូវហ្នឹងខ្ញុំ remote បានហើយខ្ញុំនឹងទៅត្រឡប់ទៅ ubuntu វិញខ្ញុំនឹងប្រើ command sudo apt install apache ដើម្បី install apache ឥ
ខ្ញុំនឹងត្រឡប់មកកាន់គីពេសវិញខ្ញុំធ្វើការចូលទៅកាន់ folder www html ហើយខ្ញុំធ្វើការបង្កើត folder SU41 ហើយធ្វើការ assign folder របស់ខ្ញុំដែលជា owner ទៅឲ្យuser ខ្ញុំឥឡូវខ្ញុំធ្វើការចូលទៅកាន់ folder SU40 ហើយខ្ញុំធ្វើការបង្កើត file index html ហើយខ្ញុំធ្វើការសរសេរ html មួយនៅក្នុងនឹងដើម្បីតែហើយឥឡូវហ្នឹងខ្ញុំនឹងធ្វើការប្រើ command sudo ufwlo 80ដើម្បី allow http ហើយ set ហើយ command នេះខ្ញុំធ្វើការប្រើដើម្បី check status firewall ហើយឥឡូវហ្នឹងខ្ញុំនឹងធ្វើការសាកតេស្តនៅលើ browser ឥឡូវហ្នឹងវា access ចូលហើយឥឡូវហ្នឹងខ្ញុំទៅធ្វើការ test HTML ម្ដងឥឡូវហ្នឹងជោគជ័យហើយជម្រាបលាលោកគ្រូ